Okey,អញ្ចឹងបើសិនជានៅក្នុង Microsoft Word អឺសូមតែបងប្អូនវាជាប់ដាស់យើងជាលក្ខណៈបែបនេះចាមិនខាងណាមិនខាងគឺយើងរកកន្លែងដោះស្រាយអត់ឃើញអញ្ចឹងបងប្អូនអាចបញ្ជាម៉ៅរបស់បងប្អូនអរគ្នាមកមើលនៅកន្លែង view នៅ view ខាងលើនេះចូលមក block view ហើយបងប្អូនមើលមកកន្លែង remove split ដោយសារតែបងប្អូនជាប់ split អញ្ចឹងណាហ្នឹងហើយយើងចុច split នេះមកនេះវាឃើញថា page របស់យើងគឺវាដាច់ហ្នឹងឃើញអត់វានៅលើក្រោមធម្មតាអញ្ចឹងអូខេមួយទៀតប្រសិនបើជាកុំព្យូទ័ររបស់បងប្អូនវាជាប់ជាលក្ខណៈអឺបែបនេះនៅពេលយើងនៅពេលដែលយើងបន្ថែមទំព័រទៅនេះវាចេញជាលក្ខណៈ slide បែបនេះចេញជាលក្ខណៈ slide បែបនេះវាអត់ទៅក្រោមឬក៏ទៅអីទេហើយកន្លែងនេះវាលក្ខណៈថាវាបាត់ zoom អញ្ចឹងបងប្អូនរកកន្លែង zoom រកអីឃើញច្រើនគឺបងប្អូនចូលមកកាន់ view ដដែលហើយបងប្អូនកន្លែងនេះវាឆេងពី side to side យកពាក្យថា vertical វិញអញ្ចឹងយើងយក vertical នេះមកទៅពេលនោះគឺក្តាស់ហ្នឹងវានឹងមកទម្រង់ធម្មតាវិញហើយវានឹងឃើញ slide zoom នៅកន្លែងខាងនេះវិញអូខេបញ្ហាមួយទៀតប្រសិនបើជាក្តាស់ Word កុំព្យូទ័ររបស់បងប្អូនវាជាប់ទៅតឹងអញ្ចេះអូខេអញ្ចឹងបងប្អូនមើលកន្លែង view ហ្នឹងកន្លែងនេះហើយមើលកន្លែង one page នេះមកបងប្អូនចង់វាលើក្រោមវិញចុច one page បងប្អូនចង់បាន multiple page ឲ្យ page ក្តាស់នឹងរត់ជាជួរពីឆ្វេងទៅស្ដាំបងប្អូនយក multiple page នេះមកអញ្ចឹងបងប្អូនចង់បានលើកដើមវិញគឺបែបនេះអញ្ចឹងដាស់យើងគឺចេញតម្រង់បែបនេះទៅអូខេនេះហ្នឹងហើយមួយទៀតប្រសិនបើជាដាស់នៅក្នុងកុំព្យូទ័ររបស់បងប្អូនវាមានលក្ខណៈទាំងធំបែបនេះអញ្ចឹងណាបងប្អូនធ្វើការសរសេរឬក៏អីគឺវាធំមែនទែនយើងរកកន្លែងឃើញទេនេះវាចេញទាំងសបែបនេះគឺទៅវាអត់តាណាទៅណីក៏អត់កើតអីចឹងណាចុះបងប្អូនមើលមកកន្លែងខាងក្រោមនេះវាមាន3វាមាន web layout មាន print layout ហើយនឹង read mode ចឹងអាមាញ់វាមិនមែនជាកន្លែងលក្ខណៈយើងសរសេរទេប៉ុន្តែជាលក្ខណៈ read mode អញ្ចឹងយើងចូលមក print layout វិញមកក្តាស់ហ្នឹងវាមកទម្រង់ A4 ធម្មតាហើយបើសិនចង់បាន page web layout ទម្រង់ page web បងឃើញទម្រង់ធំបែប web បែបនេះអូខេយ៉ាងនេះគឺជាបញ្ហាមួយចំនួនដែលបងប្អូនអាចជួបប្រទះនៅក្នុងកម្មវិធី Microsoft Office Word នៅពេលដែលយើងប្រើប្រាស់ទៅអញ្ចឹងគឺវាអាចមកពីបញ្ហាមួយចំនួននៅកន្លែងនេះណាអញ្ចឹងអានេះគឺជាវិធីសាស្ត្រមួយចំនួនដែលបងប្អូនអាចយកទៅដោះស្រាយឬក៏ប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Office Word បាទអរគុណច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយ